มันสมาร์ทบอลทางประเทศกัมพูชีพอนយើងនេះគឺយើងបានសាងសង់ពលានអន្តរជាតិទេជោហ្នឹងគឺຂនាត 4F ហ្នឹងឲ្យបានទល់ថ្ងៃហ្នឹងទង់តែជាបញ្ចប់ 90% នេះហើយគឺមានការសប្បាយចិត្តខ្លាំងទើបតែទទួលបានការសរសើរពីអន្តរជាតិថាជាគម្រោងស្ថាបត្យកម្មដែលបានផ្លាស់ប្ដូរពិភពលោកនៅឆ្នាំ 2025 អាកាសយានដ្ឋានអន្តរជាតិតេជោបានសន្មតថាជាអាកាសយានដ្ឋានមួយដែលសម្បូរទៅដោយរុក្ខជាតិច្រើនបំផុតនិងចុះចំណាត់ថ្នាក់ជាអាកាសយានដ្ឋានធំជាគេទី 9 នៅទូទាំងពិភពលោកស្ថិតនៅចម្ងាយប្រមាណជា 19 គីឡូម៉ែត្រពីខាងត្បូងនៃកណ្ដាលទីក្រុងភ្នំពេញអាកាសយានដ្ឋានអន្តរជាតិតេជោបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster & Partners ដែលជាក្រុមហ៊ុនស្ថាបត្យកម្មតែមួយដែលបានឈ្នះទៅលើការប្រកួតប្រឡែងយន្តហោះនៅប្រទេសអារ៉ាប៊ីសាអូឌីតក្រុម Foster & Partners បានយកមកុដអប្សរាខ្មែរយើងធ្វើជាគំនិតក្នុងការរចនាប្លង់បាតនៃអគារស្ថានីយ៍ចុះយន្តហោះដែលបានបង្កើតជាទម្រង់ខ្សែកោងនិងយកចំណុច3នៅលើកំពូលមកុដបង្កើតបានជាអកណ្ដាលដើម្បីយកជាទម្រង់2ឆ្លុះគ្នាដែលមានអគារស្ថានីយ៍ទទួលអ្នកធ្វើដំណើរនៅកណ្ដាលហើយនេះគឺដើម្បីឲ្យការធ្វើដំណើរឆ្លងកាត់មានរយៈពេលខ្លីចំពោះការរចនាដំបូងនៃអគារវិញពួកគេបានប្រើប្រាស់ទម្រង់ប្លង់បែបប្រឡាចក្រត្រង់ដោយប្រើប្រាស់ដៃស្រាលនិងប្រើប្រាស់វិធីសាស្ត្រវិស្វកម្មតាមរចនាបថដើមឈើដើម្បីបង្កើតឲ្យបាននូវគម្លាតពីសសរ1ទៅសសរ1ប្រវែង36ម៉ែត្រមួយវិញទៀតការរចនាផ្ទៃខាងក្នុងនៃអគារគឺត្រូវបានឆ្លុះបញ្ចាំងពីប្រពៃណីនៃការរស់នៅរបស់ប្រជាជនខ្មែរយើងដូចជាការប្រើប្រាស់ពណ៌និងប្រើប្រាស់សម្ភារៈសំណង់ជាដើមនៅក្នុងទំហំផ្ទៃដីប្រមាណជា 2600 ហិកតាព្រលានយន្តហោះនេះបានប្រើប្រាស់ផ្ទៃដីតែ 700 ហិកតាប៉ុណ្ណោះធ្វើជាអគារពោលគឺ 27% នៃផ្ទៃដីទាំងមូលដែលជាហេតុធ្វើប្រលានយន្តហោះនេះមានផ្ទៃដីធម្មជាតិច្រើនជាងគេនៅលើពិភពលោកហើយក៏ជាប្រលានយន្តហោះដែលមានខ្នាតខ្ពស់បំផុតផងដែរគឺប្រភេទខ្នាត 4F ប្រលានយន្តហោះប្រភេទខ្នាត 4F នេះមានកម្ពស់ 4 ជាន់និងមានស្ថានីយ៍ទទួលអ្នកធ្វើដំណើរទំហំប្រមាណ 24 ហិកតានិងមានច្រកចំនួន 22 ដែលមានសមត្ថភាពដែលអាចផ្ទុកយន្តហោះធន់មធ្យមចំនួន 40 គ្រឿងនេះពេលបច្ចុប្បន្ននេះប្រលានយន្តហោះអន្តរជាតិតេជោជិតបានសម្រេចនៅដំណាក់កាលទី1ហើយដែលបានចំណាយទឹកប្រាក់វិនិយោគប្រមាណជា 1.5 ពាន់លានដុល្លារដែលមានស្ថានីយ៍អគារកណ្ដាលនិងស្ថានីយ៍ចុះចតយន្តហោះប៉ែកខាងជើងដែលនេះអាចទទួលអ្នកធ្វើដំណើរប្រមាណជា 13 ទៅ 15 លាននាក់និងទំនិញប្រមាណជា 175,000 តោនក្នុងមួយឆ្នាំហើយប្រលានយន្តហោះនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ 2050ដែលអាចទទួលអ្នកធ្វើដំណើរប្រមាណជា 50 លាននាក់មកកម្ពុជា